Hello សួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំនឹងសម្រាយលម្អិតសាច់រឿង Last Samurai Standing Season 1ភាគទី4ដែលជាភាគបន្តជូនបងប្អូនទស្សនាហើយភាគទី4នេះដែរនឹងបង្ហាញឲ្យយើងដឹងថាអាសនៈណាដែលជាមេខ្លោងធំនៅពីក្រោយសៃបាត់ស៊ូទាំង4អញ្ចឹងកុំឲ្យខាត់ពេលវេលាយូរសូមបងប្អូនទៅទស្សនាការសម្រាយរឿងលម្អិតជាមួយ admin ទាំងអស់គ្នាមុននឹងចូលដល់សាច់រឿងសង្ឃឹមបងប្អូនមិនចិត្តអាក្រក់ជួយចុច like Subscribe ក៏ដូចជា comment ពាក្យល្អៗដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបានធ្វើវីដេអូជាបន្តទៀតនៅដើមសាច់រឿងដំបូងបានបង្ហាញឲ្យយើងឃើញពីប្រវត្តិរបស់អ៊ីរ៉ូហាបន្ទាប់ពីរត់ចុះពីលើភ្នំនាងបានកិច្ចខ្លួនមកចូលរួមជាមួយអ្នកដើរសម្ដែងក្បាច់គុណមួយក្រុមបើនៅស្រុកយើងគេហៅថាអ្នកលេងប៉ាហ៊ីនឹងឯងគេដើរសម្ដែងពីខេត្តមួយទៅខេត្តមួយអញ្ចឹងទៅវាត្រូវនឹងអ៊ីរ៉ូហាត្រូវការកិច្ចខ្លួនពីហ្គេនតូសៃផងដែរនៅទីនោះនាងសម្ដែងជាអ្នកគប់កំបិតហើយការសម្ដែងនេះវាគ្មានអ្វីពិបាកសម្រាប់សិស្សដែលមកពីសាលាខ្យូហាជីដូចជានាងនោះទេតែអ្វីដែលពិបាកគ្រប់ពេលនាងសម្ដែងម្ដងតែងតែមានពួកប្រមឹកតាមភូមិនឹងលេបខាយឌឺដងនឹងឯងនៅកន្លែងហ្នឹងពួកវានិយាយថាគ្មានណាគេចាប់អារម្មណ៍នឹងការគប់កំបិតនេះទេមុខស្អាតអញ្ចឹងមិនមិនដោះគោមโนចេញហើយច្រៀងឲ្យយើងស្ដាប់ហ្មងទៅគីមโนហ្នឹងក៏អាវបងប្អូនពួកនេះចរិតដូចអ្នកមើលអញ្ចឹងអ៊ីរ៉ូហាក្តៅលកជាដែរកន្លែងហ្នឹងក៏ដើរទៅបង្វិលអាផ្ទាំងស៊ីបមូលហ្នឹងហើយគប់កំបិតជាប់ម្ដង4ពួកហ្នឹងរៀងភ័យដែរហ្នឹងកន្លែងហ្នឹងក្រោយពីសម្ដែងចប់នាងកំពុងរៀបចំឲ្យវ៉ាន់ថៅកែនៅទីនោះក៏មកនិយាយជាមួយនាងថាអ៊ីរ៉ូហាមិនក៏នាងមិនបោះបង់កំបិតនេះហើយលក់រាងកាយនាងជំនួសវិញទៅវារកលុយបានជាងនាងក៏សម្លឹងមុខក្នុងចិត្តវិញគិតអាក្បាលមួយឆ្នាំងលើអាកន្លែងហ្នឹងមិនមែនអ៊ីរ៉ូហាអ្នកគិតទេ admin អ្នកគិតអាប៉ែហ្នឹងក៏បន្តនិយាយថាមើលអីនាងភ្លេចហើយថាអ្នកណាទទួលនាងមកនៅទីនេះពេលនោះនាងក្រឡេកទៅមកខាងទៀតក៏ឃើញសានសកៈនាងភ្ញាក់ផ្អើលខ្លាំងណាស់ដែលសានសកៈនៅរស់ហើយក៏បន្តដើរទៅរកសានសកៈទៅនៅពេលហ្នឹងអត់ខ្វល់ជាមួយនឹងអាប៉ែហ្នឹងទៀតទេសានសកៈកន្លែងហ្នឹងក៏និយាយថាគាត់មិនដែលគិតទេថាអ៊ីរ៉ូហានឹងក្លាយជាអ្នកសម្ដែងមើលសឹងតែមិនស្គាល់ក៏ភ្ញាក់ផ្អើលដែរដែលនាងមិនខឹងពួកនោះបើពីមុនវិញប្រកាសជាដេកភ្នោមិនខានទេហើយក៏សើចតែបរិយាកាសរីករាយកន្លែងនេះក៏បាត់ទៅវិញបន្ទាប់ពីអ៊ីរ៉ូហាសួរថាចុះអ្នករាល់គ្នាយ៉ាងម៉េចហើយសានសកៈក៏ប្រាប់ថាហ្វូហ្គូរ៉ូនិងស៊ីជីយ៉ាត្រូវហ្គេនតូសៃសម្លាប់ហើយរួចបន្តស្វែងរកអ្នកដែលនៅរស់រានមានជីវិតរាល់ថ្ងៃបើនៅតែដូច្នេះយើងប្រកាសណាស់នឹងត្រូវស្លាប់ដូចគ្នាហើយបន្តនិយាយថាខ្ញុំបានរកឃើញស៊ីកូរ៉ានិងជីនរូគូហើយពួកយើងនឹងចូលរួមប្រកួតដើម្បីបញ្ឆោតហ្គេនតូសៃឲ្យចូលមកដែរហើយរួមគ្នាសម្លាប់គាត់ចោលនៅកន្លែងនោះតែម្ដងនិយាយចប់ក៏ហុចក្រដាសខិតប័ណ្ណឲ្យទៅអ៊ីរ៉ូហាកាត់មកបច្ចុប្បន្នបន្ទាប់ពីសម្រាប់បានមួយយប់សាននិងខ្យូជីនក៏ប្រជុំគ្នាម្ដងទៀតអំពីផែនការរកឲ្យឃើញពីគោលបំណងនៃហ្គេមគូដូគូនេះកន្លែងហ្នឹងខ្យូជីននិយាយថាផែនការមាន2ផ្នែកផែនការទី1ពួកគេត្រូវយកបេក្ខជនណាម្នាក់ប្រគល់ទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចជាមួយផ្លាកករបស់ពួកគេដើម្បីឲ្យដឹងថាពួកគេនឹងធ្វើអ្វីចំពោះបេក្ខជនដែលជាប់ពន្ធនាគារនោះសម្រាប់បំបិតមាត់ឬក៏យ៉ាងណាផែនការទី2ត្រូវរកកន្លែងដែលគេលាក់សាកសពហ្នឹងឲ្យឃើញព្រោះតែមនុស្សស្លាប់រាប់រយនាក់អត់មានចលាចលអីសោះអញ្ចឹងមានតែពួកគេយកទៅលាក់នៅកន្លែងដែលមានសមត្ថភាពជាមិនខានប្រកាសណាស់អ្នកនៅពីក្រោយពិតជាមានអំណាចមិនធម្មតាទេងាកមកមើលអូកូបូរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯនេះវិញគាត់នៅតែឆ្ងល់មិនបានសៃបាត់ស៊ូទាំង4ហ្នឹងទិញកំភ្លើងធ្វើអីដល់ទៅជាង100ដើមហើយមិនបានឲ្យសាមរ៉ៃកាប់សម្លាប់គ្នាដើម្បីអីពួកគេកំពុងធ្វើអីនៅលើទឹកដីមួយនេះរួចឆ្ងល់នោះឆ្ងល់រឿងថតគ្នាគាត់សោះនាំអ្នកមើលនិង admin នេះឆ្ងល់ដែរអញ្ចឹងមានតែតាមដានបន្តទៀតកន្លែងហ្នឹងកាវជីក៏និយាយថាខ្ញុំបានស៊ើបអង្កេតដឹងថាសៃបាត់ស៊ូទាំង4បានឈប់សម្រាកអស់រយៈពេល2សប្តាហ៍មកហើយគ្មាននរណាម្នាក់ដឹងថាពួកគេហ្នឹងទៅណានោះទេនៅផ្ទះក៏មិនឃើញដែរអូកូបូក៏ប្រាប់ឲ្យកាវជីរកទីកន្លែងពួកគេនៅឲ្យបានឆាប់តាមដែលអាចធ្វើបានព្រោះតែរឿងហ្នឹងសំខាន់ខ្លាំងណាស់តាមមកមើលក្រុមទូអាយប្រុសឥឡូវបានមកដល់ទីក្រុងមួយហ្នឹងមានឈ្មោះថាកូវ៉ាណាជូគូនៅកន្លែងហ្នឹងមានឆ្នេរសមុទ្រស្អាតមានអ្នកលក់កាក់ហៅភ្ញៀវចូលហាងគេហូបគ្រឿងសមុទ្រស្រស់អាំងអញ្ចឹងទៅដូចតែនៅកំពតយើងដែរនឹងឯងក្រុមទូឯកយើងឃើញអញ្ចឹងចាំការទៀតកំពុងតែធ្វើដំណើរហត់ផងចូលដាក់មួយយួរពីរយួរសាច់ខ្លែមពីរបីចានហើយសម្រាប់សិនចាំបន្តដំណើរទៅមុខទៀតបន្ទាប់ពីចូលមកដល់ក្នុងកំពុងតែហូបអីខ្ជូជីននៅកន្លែងហ្នឹងក៏សង្កេតឃើញថាអ្នកនៅទីនេះមិនមែនមានតែអ្នកភូមិអ្នកស្រុកនោះទេក៏មានបេក្ខជនផងដែរព្រោះស្លាកនៅនឹងកហើយក៏ឃើញបុរសម្នាក់រៀងក្មេងដែរហ្នឹងឈ្មោះស៊ីណូស៊ីកេត្រូវគេធ្វើបាបដោយទាសករពួកហ្នឹងអញ្ចឹងក៏គិតថាបើមានអ្នកព្រមឲ្យគេចាប់យកទៅឲ្យប៉ូលីសហ្នឹងដឹងល្អមិនទេនិយាយមិនទាន់ចប់ផងអាប៉ែតែងខ្លួនដូចសាក់ឡូនេះសើចឲ្យដើរចេញមកតែអត់ដឹងអាប៉ែហ្នឹងឈ្មោះអីទេ admin ខ្ជិលឲ្យអ្នកទាំងអស់គ្នាស្គាល់ណាស់ព្រោះតែចេញមកបានបន្តិចហ្នឹងងាប់ទៅតែអញ្ចឹងហៅសាក់ឡូហ្មងទៅអាប៉ែហ្នឹងចេញមកហៅកូនចៅគេហ្នឹងចេញមកដែរខ្ញុំសូមនិយាយពីអាប៉ែហ្នឹងបន្តិចអ្នកទាំងអស់គ្នាខ្លាចអ្នកទាំងអស់គ្នាអត់យល់គាត់ហ្នឹងមកប្រកួតខុសពីគេគ្រប់គ្នាគេចេះគុនដៅចេះអីអញ្ចឹងទៅតែគាត់ហ្នឹងអត់ចេះអីទេជួលអា2អ្នកនេះមកការពារនឹងវាយដណ្ដើមផ្លាកឈ្មោះអញ្ចឹងណាដើម្បីឆ្លងកាត់ប៉ុស្តិ៍យាម
មនុស្សទាំងអស់នៅកន្លែងហ្នឹងក៏អបិសាក់ឡូហ្នឹងជួលដែរដើម្បីរៀបចំអន្ទាក់ប្លន់បេក្ខជនដែលបានឆ្លងកាត់យកផ្លាកឈ្មោះកាត់មកសាច់រឿងយើងវិញខ្យល់ជីនក៏និយាយថាលោកជួលអ្នកក្រៅមកអញ្ចឹងមិនខុសនឹងច្បាប់ទេអីអបិហ្នឹងអត់ខ្វល់ព្រោះតែជួលហ្នឹងអត់បង្ហាញព័ត៌មានលម្អិតផងអ្នកណាទៅដឹងហើយនាំកូនចៅគេពីរនាក់ហ្នឹងដើរចេញទៅម្ខាងទុកឲ្យមនុស្សមួយក្រុមដែលគាត់ជួលហ្នឹងវាប្រហារក្រុមតួឯកប្រុសគ្រាន់តែចូលមកភ្លាមសានដាក់ម្ដាយដួលខ្ពកចូលមកទៀតអ៊ីរ៉ូហាធាក់ប៉ើងមកមួយដេកមួយមកពីរដេកពីរព្រោះតាកាឡូអ្នកលេងតាមភូមិប៉ុណ្ណឹងទៅមិនរួចមួយពួកគាត់នឹងវាយតែដៃទៅទេផងព្រោះពួកគាត់មិនចង់សម្លាប់អ្នកដែលមិនពាក់ព័ន្ធនឹងការប្រកួតនោះទេគ្រាន់តែចង់វាយឲ្យសន្លប់ប៉ុណ្ណោះអ្នកប្រកួតក៏ដោយបើមិនធ្វើអីគាត់ក៏មិនសម្លាប់ដែរវាយមួយសន្ទុះអ្នកខ្លះដួលអ្នកខ្លះសន្លប់អ្នកខ្លះរត់ឡើងពេញនឹងរោគរ៉ាតែហ្វូតាបាទេតែក៏បានអ៊ីរ៉ូហាជួយដែរពួកនឹងដួលអស់កូនចៅអបិសាក់ឡូចូលម្ដងតែត្រូវខ្យល់ជីននឹងសម្លាប់ចោលទាំងអស់ដោយអត់ប្រើពេលយូរនោះទេហើយក៏ចាប់អបិនឹងបានសម្រេចទៅតែមិនសម្លាប់នោះទេបន្ទាប់ពីចាប់បានពួកគេទាំងពីរមានស៊ីណូស៊ីកេនិងអបិសាក់ឡូនឹងខ្ជូជីនក៏សួរថាក្នុងចំណោមពួកគេទាំងពីរអ្នកណាស្ម័គ្រចិត្តប្រគល់ខ្លួនឲ្យទៅសមត្ថកិច្ចជាមួយនឹងផ្លាកឈ្មោះបើអ្នកណាព្រមក្រុមប៉ូលីសនឹងការពារតែក៏អាចអ្នកគ្រប់គ្រងគូដគុសម្រាប់បំបិតមាត់ដែរអាហ្នឹងវា50-50តែអ្នកដែលមិនបានទៅពួកគេនឹងដកផ្លាកឈ្មោះរួចប្រកាសណាអ្នកគ្រប់គ្រងគូដគុនឹងសម្លាប់ពួកគេ 100% ពេលនោះពួកគេក៏ប្រកែកដណ្ដើមគ្នាទៅដោយម្នាក់មានហេតុផលរៀងៗខ្លួនតែចុងក្រោយខ្យល់ជីនសម្រាប់អបិសាក់ឡូទៅដោយទុកឲ្យស៊ីណូស៊ីកេនៅក្បែរសិនព្រោះតែអាណិតមើលទៅគេក៏មិនមែនជាមនុស្សអាក្រក់ដែរសាច់រឿងក៏បានកាត់មកប៊ូកុតស៊ូឯនេះវិញអង្គុយផឹកនិយាយម្នាក់ឯងងាកចុះងាកឡើងធ្វើលេលើដោយកំពុងចាំមើលនរណាម្នាក់អញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទេប៊ូកុតស៊ូងាកចុះឡើងហ្នឹងរកទូឯកប្រុសនឹងឯងគប់ជួនកម្មយុកោចាក៏ដើរកាត់ទីនោះហើយចាប់ពីពេលនេះទៅអេដមីនសុំហៅគាត់ថាកោចាទៅទេបានហើយពីព្រោះតែឈ្មោះគាត់វែងពិបាកហៅអេដមីនរីខតម្ដងឮតែកាមួយខ្លាចអ៊ីអ្នកចិត្តខាងដាក់ក្បាលមកផ្ទិលស្មានតែហៅកូនគាត់ព្រោះកូនគាត់ឈ្មោះអាមួយចូលសាច់រឿងយើងវិញប៊ូកុតស៊ូគ្រាន់តែឃើញកោចាក៏សួរថាហេប្រឯងជាបេក្ខជនមែនមានឃើញសាមរ៉ៃម្នាក់ដើរជាមួយក្មេងស្រីអត់សួរគេចេញមកដោយតង្កាហ្មងកោចាតបទៅវិញងាយកន្លែងហ្នឹងអត់មិនដែរចុកឯប៊ូកុតស៊ូកន្លែងហ្នឹងមើលចិត្តដែរហ្នឹងសួរវាមកកណោវាឆ្លើយវិញមួយម៉ាត់ដោយសារតែខឹងក៏បន្តសួរទៀតធ្នូប្រូនៅពីចម្ងាយហើយសប្បាយក្នុងការសម្លាប់នរណាម្នាក់ដោយកំភ្លើងមែនអត់កោចាក៏ឆ្លើយវិញថានេះជាឧបករណ៍សម្រាប់គោរពបូជានិងថ្វាយដល់ព្រះគ្មានអីដូចជាកំភ្លើងទេនិយាយហើយក៏ដើរចេញប៊ូកុតស៊ូមើលរឹតតែខ្លាំងហើយចុំអានេះឌឺអញសួរវាមកកណោវាឆ្លើយបន្តិចដល់អញសួរបន្តិចវាឆ្លើយវិញមកកណោក៏ទាញដាវមកកាប់អបិនៅចិត្តនឹងគ្នាអត់ដឹងអីផងឆ្វាច់ដេកកាប់មុខដើម្បីឌឺកោចាប៉ុណ្ណឹងអត់អស់ចិត្តទេពេលប្រពន្ធគេមកមើលប្តីគេនឹងក៏ចាក់សម្លាប់ទាំងប្រពន្ធគេទៀតរួចនិយាយថាបើព្រះមានពិតមែនពិភពលោកនឹងខ្លាចជាអញ្ចឹងកោចាដល់តែឃើញប៊ូកុតស៊ូសម្លាប់មនុស្សអត់ហេតុផលអញ្ចឹងក៏ដកព្រួយមកបាញ់ទៅកាន់ប៊ូកុតស៊ូតែអបិហ្នឹងមានទៅអន់អីបាញ់មកហ្នឹងរងជាប់បាញ់មកទៀតកាប់ជាប់កិច្ចផងរងផងកោចាបន្តបាញ់បណ្ដាដកថយរក្សាកម្រិតបណ្ដាដោយមិនឲ្យប៊ូកុតស៊ូហ្នឹងចូលមកចិត្តទេឯប៊ូកុតស៊ូក៏ណាក់ព្យាយាមចូលគៀកកោចាអ្នកណាទៅផ្លូវហ្នឹងកាប់សម្លាប់ទាំងអស់និយាយទៅខូខើហ្មងបើដាក់អាគាត់នឹងនៅព្រំដែនខ្មែរសៀមដឹងល្អមិនទៅបើកិច្ចវិញនិយាយពីលឿនចង់កោចាបាញ់កោងបាញ់កាត់មិនក៏អត់ត្រូវដែរតែមិនមែនអត់ត្រូវទាំងអស់ឯណាមកដល់កន្លែងមួយក៏បាញ់ចំដៃមួយគ្រាប់បន្តបាញ់មួយគ្រាប់ទៀតតែប៊ូកុតស៊ូយកស្ត្រីម្នាក់មករងកោចាអាណិតនាងដែរតែធ្វើមិនគាត់អត់មានចេតនាផងប៊ូកុតស៊ូក៏រុញស្ត្រីម្នាក់នឹងចេញហើយរត់ទៅកាប់បាវម្សៅហុយជុកពេលហ្នឹងក៏ចូលមកចិត្តកោចាបានសម្រេចតែកាប់គាត់អត់ត្រូវដូចគ្នាព្រោះក្រៅពីបាញ់ព្រួញខ្លាំងកិច្ចក៏លឿនដែរដូចមីយ៉ាអញ្ចឹងវាយគ្នាបានបន្តិចសាគូរ៉ាក៏ចូលមកខាត់គេអត់ឲ្យវាយគ្នានៅកន្លែងហ្នឹងទេវាផ្អើលដល់ប្រជាជនប៊ូកុតស៊ូអត់ចង់ស្ដាប់ទេចង់សម្លាប់ទាំងសាគូរ៉ាទៀតសាគូរ៉ាកន្លែងហ្នឹងក៏និយាយថាឯងធ្វើទៅបើគិតតែឈ្នះកំភ្លើងដល់តែប៊ូកុតស៊ូងាកមើលជុំវិញខ្លួនទើបឃើញថាគេភ្ជុងមកជុំវិញទិសទើបព្រមឈប់កាត់មកក្រសួងមហាផ្ទៃឯនេះវិញលោកមេជីម៉ារកឃើញទីតាំងដែលសេបាត់ស៊ូទាំង4នៅហើយនៅក្បែរភ្នំមួយឈ្មោះថា Fuji តាមរយៈម៉ាស៊ីនទូរលេខដែលបានផ្ញើទៅមកអញ្ចឹងបានន័យថាទីស្នាក់ការកណ្ដាលគូដគុនៅទីនោះក៏ចាត់ឲ្យការវជីទៅចាប់ពួកគេមកចំណែកក្រុមសេបាត់ស៊ូទាំង4ឯនេះវិញមេការបានមកប្រាប់ថារដ្ឋាភិបាលបានដឹងពីទីតាំងយើងហើយអ្នកទាំងអស់គ្នាឮហើយភ័យដែរហ្នឹងតែអបិម៉ូរ៉ូសាវ៉ានិយាយថាគ្មានអីត្រូវបារម្ភទេទោះជាពួកគេរកយើងឃើញក៏មានព្រះការពារដែរហើយនាំគ្នាសម្លឹងទៅកៅអីមួយដែលទុកចារួចសើចតាមមកមើលអបិសាក់ឡូឥឡូវត្រូវបានគេនាំមកដល់ប៉ុស្តិ៍ប៉ូលីសហើយពីបទឃាតកម្មក្រោមការឃ្លាំមើលរបស់ខ្យូជីនតាមផែនការទី1របស់គាត់ឯផែនការទី2ឯនេះវិញអ៊ីរ៉ូហានិងហ្វូតាបាកំពុងបញ្ឆោតឲ្យក្រុមគូដគុ2នាក់ដើរតាមទៅដល់កន្លែងមួយក៏ធ្វើជាយកកន្ទេលគ្របអ្វីមួយពេលពួកនឹងទៅបើកមើលឃើញថាជាសាកសពរបស់សានតែកន្លែងហ្នឹងគាត់ធ្វើជាស្លាប់ទេដើម្បីឲ្យគេយ
យកសាកសពគាត់ទៅលាក់អស់អញ្ចឹងគាត់នឹងដឹងថាកន្លែងលាក់សាកសពនៅណាហើយងាកមកមើលខាងប៉ូប៉ូលីសវិញត្រីបានស៊ីនុយហើយគឺមានមនុស្ស2នាក់ក៏ជាប៉ូលីសដែរតែពួកហ្នឹងជារនុកក្នុងធ្វើការឲ្យគូដកុដែលអះអាងថាមកសួរចម្លើយអ្នកទោសជូជីនក៏បន្លំខ្លួនធ្វើជាមេប៉ូលីសចូលទៅដែរពេលចូលទៅដល់អាប៉ែសាក់ឡូក៏និយាយថាលោកសួរចម្លើយខ្ញុំមែនខ្ញុំមិនបានសម្លាប់មនុស្សទេមានគេបង្ខំឲ្យពួកយើងសម្លាប់គ្នាទៅវិញទៅមកដើម្បីលេងហ្គេមពួកគេកំពុងសម្លាប់អ្នកណាដែលព្យាយាមរត់គេចគាត់និយាយសម្ដៅទៅលើក្រុមគូដកុនឹងឯងទៅរកណាទៀតពីរអ្នកនឹងឲ្យក្រុមគូដកុអត់និយាយអីច្រើនក៏រុំកំភ្លើងឲ្យបាញ់សម្លាប់សាក់ឡូស្លាប់បាត់នៅនឹងទៅរួចដើរចេញទៅបាត់បន្ទាប់ពីពួកគេទៅខ្ជូជីនក៏ចូលមកឃើញថាប៉ែសាក់ឡូស្លាប់បាត់ទៅហើយបន្ទាប់ពីខ្ជូជីនចូលមកពួកហ្នឹងក៏ចូលមកដែរពួកហ្នឹងមានទាន់ទៅណាកន្លែងហ្នឹងខ្ជូជីនក៏ធ្វើណែនាំខ្លួនថាខ្ញុំយ៉ាកាយ៉ាម៉ាជាប៉ូលីសផ្នែកទី4ពួកហ្នឹងក៏ថាកូនចៅខ្ញុំគ្មានឈ្មោះនេះទេឈប់សម្ដែងទៅខ្ជូជីនហើយមិនដឹងថាគាត់នឹងទៅជាយ៉ាងណានោះទេព្រោះសាច់រឿងកាត់មកអ៊ីរ៉ូហានិងហ្វូតាបាវិញពេលដែលគេដឹកសាកសពសានយកទៅពួកនាងក៏តាមឃ្លាំមើលដែរថាដឹកយកទៅណាហើយមានរឿងអ្វីមិនស្រួលពួកនាងនឹងជួយតួប្រុសពីក្រោយអញ្ចឹងទៅពេលមកដល់កន្លែងលាក់សាកសពការពិតកន្លែងហ្នឹងជាធនាគារមីតស៊ុយហើយពួកគេយកសាកសពរបស់សានទៅដាក់នៅបន្ទប់មួយដែលជាបន្ទប់ដាក់ឯកសាររបស់ធនាគារនៅកន្លែងហ្នឹងក៏មានអ្នកយាមម្នាក់ដែរចាំទៅសេរបាយការណ៍និងផ្ញើទូរលេខអញ្ចឹងទៅសានបន្ទាប់ពីគេយកមកដាក់កន្លែងហ្នឹងហើយពួកនឹងចេញទៅបាត់គាត់ក៏ងើបឡើងដើរលបទាញបានខ្សែមួយទៅរឹតកសន្តិសុខម្នាក់ហ្នឹងសន្លប់បាត់ទៅហើយបន្តឆែកឯកសាររកតម្រុយថាអ្នកណានៅពីក្រោយធនាគារនឹងទៀតព្រោះតែបើមានតែលុយមួយមុខហ្នឹងมันអាចមានអំណាចយោធាអញ្ចឹងទេតតែមានអ្នកធំក្នុងជួររដ្ឋបាលជួយពីក្រោយទៅខ្លាំងអញ្ចឹងសានកន្លែងហ្នឹងឆែកមិនទាន់បានអីផងនៅខាងក្រៅសាកូរ៉ាក៏មកដល់អ៊ីរ៉ូហាគ្រាន់តែឃើញក៏ចាំថាអាគាត់នឹងឲ្យកាត់ក្បាលអាន់ដូមេប៉ូលីសខ្យូតូកាលពីភាគ1គាត់មកព្រោះឮថាសានស្លាប់គាត់ក៏ស្គាល់តួឯកប្រុសដែរហើយបិសាចសានណាស្លាប់ងាយអញ្ចឹងពេលចូលមកដល់ក្នុងវាមិនខុសពីគាត់គិតណាឃើញថាកៅអីហ្នឹងដួលហើយកូនចៅគាត់សន្លប់នៅគៀនគាត់ក៏ត្រៀមខ្លួនហើយហៅសានឲ្យចេញមកមិនបាច់លាក់ខ្លួនទេសានក៏ចេញមកហើយហៅសាកូរ៉ាថាហាន់ជីរ៉ូគាត់ក៏តបទៅវិញថាខ្ញុំដូរឈ្មោះថាសាកូរ៉ាយូរមកហើយតាមពិតគាត់ជាកូនចៅរបស់សានពីមុនដែលគាត់គិតថាស្លាប់បាត់ទៅហើយនៅក្នុងសង្គ្រាមតែបែរជានៅរស់ហើយធ្វើការឲ្យជន់ក្បត់ទៅវិញនិយាយមួយសន្ទុះមិនត្រូវគ្នាទាំងពីរនាក់ក៏ភ្ជង់ដៅដាក់គ្នាសាច់រឿងក៏បង្វែរមកការវជិវិញគាត់កំពុងធ្វើដំណើរទៅកន្លែងសៃបាត់ស៊ូទាំង4កាត់មកអូកូបូគាត់ដើរយ៉ាងលឿនសម្ដៅទៅរកលោកមេជីម៉ាទៅដល់ភ្លាមលោកមេជីម៉ាបានប្រគល់ឯកសារមួយច្បាប់ទៅឲ្យអូកូបូមើលហើយនិយាយថានេះជាទិន្នន័យ Telegram ទាំងអស់ដែលពាក់ព័ន្ធនឹងការផ្ញើកូដទៅការិយាល័យតែមួយហើយផ្ញើពីទីនោះមកទីតាំងចុងក្រោយដែលយើងមិនរំពឹងទុកនោះទេគឺការិយាល័យប៉ូលីសរបស់យើងកន្លែងការវជិនឹងឯងចឹងអាប៉ែការវជិនឹងហើយជាមេខ្លោងធំនៅពីក្រោយរឿងនេះដូច្នេះហើយទៅអំណាចយោធាខ្លាំងណាស់បើគាត់មេធំកាន់ទាំងទាហាននិងប៉ូលីសហើយនឹងចូលមកដល់កន្លែងសៃបាស៊ូទាំង4ភ្លាមក៏និយាយថាសភាពបរិសុទ្ធទាំងអស់គ្នាសូមទោសដែលធ្វើឲ្យអ្នករងចាំយូរហើយសាច់រឿងភាគទី4ក៏បានកាត់ចប់នៅត្រឹមនេះបើបងប្អូនចង់ដឹងតើសាននិងជូជីននឹងទៅជាយ៉ាងណាតែអាចរត់រួចពីសត្រូវបានដែរឬទេសូមបងប្អូនរងចាំទស្សនាភាគទី5ដែលជាភាគបន្តក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃមកទស្សនាវីដេអូរបស់ Admin តាំងពីដើមដល់ចប់នៅចុងវីដេអូនេះសង្ឃឹមបងប្អូនមិនចិត្តអាក្រក់ជួយចុច Like Subscribe ក៏ដូចជា Comment ពាក្យល្អៗដើម្បីជាកម្លាំងចិត្តដល់ Admin ធ្វើវីដេអូជាបន្តទៀតសូមអរគុណបាយបាយ